ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើពុកម៉ែបងប្អូនអ្នកខ្លះដែលមិនទាន់បានបាញ់ទាញត្រួយយន្ទីឬក៏បំរុងនឹងបាញ់ទាញត្រួយបាទអញ្ចឹងមុននឹងយើងបាញ់ទាញត្រួយយន្ទីពុកម៉ែបងប្អូនត្រូវពិនិត្យទៅលើកត្តាអាកាសធាតុជាមុនសិនដោយសារតែភ្លៀងនៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃជាហេតុធ្វើឲ្យដីនៅក្នុងបរិវេណចំការចន្ទីពុកម៉ែបងប្អូនហ្នឹងវានៅជាប់ទឹកឬក៏ដក់ទឹកខ្លាំងបាទហើយពកត្រួយឬក៏យើងហៅថាពកខ្នៃមាន់ហ្នឹងវាអាចវិវត្តទៅជាជំងឺផ្សិតបាទអញ្ចឹងខ្ញុំបាទនឹងលើកយកសមាសធាតុមួយចំនួនដែលពុកម៉ែបងប្អូនអាចយកទៅព្យាបាលជំងឺផ្សិតបានមានម៉ង់កូសេប មេតាឡាក់ស៊ីល ប្រូពីកូណាស៊ុល កាបេនដាស៊ីមហើយនិងក្លរ៉ាសអញ្ចឹងពុកម៉ែបងប្អូនអាចជ្រើសរើសមួយសមាសធាតុក្នុងចំណោម5សមាសធាតុខាងលើនេះយកទៅបាញ់លាងសម្អាតដើមមួយវគ្គសិនអញ្ចឹងយើងរងចាំពេលដែលដើមយើងវិលមកសភាពល្អវិញអាកាសធាតុលែងមានភ្លៀងធ្លាក់មានពន្លឺគ្រប់គ្រាន់ចាំពុកម៉ែបងប្អូនបាញ់ទាញត្រួយបាទហើយបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ផ្សេងៗអំពីដំណាំចន្ទីអាច comment នៅក្នុងវីដេអូនេះបានអរគុណច្រើន